ពលរដ្ឋថៃស្នើសុំឲ្យរាជរដ្ឋាភិបាលថៃបិទកុំឲ្យនាំចូលនៅប្រេងឥន្ធនៈរបស់ថៃចូលមកប្រទេសកម្ពុជាហើយគេលើកឡើងថាបើធ្វើបែបនេះរយៈពេលតែ1ខែឬ2ខែទេកម្ពុជានឹងសុំចុះចាញ់ដោយឯងតែម្ដងយ៉ាស្មានតែកម្ពុជានឹងអត់មានប្រេងឥន្ធនៈសម្រាប់គ្រប់គ្រងក្នុងស្រុកឬមួយក៏យ៉ាងម៉េចទេបងប្អូនប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីឃើញថានៅមុននេះបន្តិចឃើញព័ត៌មានខាងថៃចុះផ្សាយព្រមព្រៀងតែម្ដងរឿងពលរដ្ឋស្នើសុំឲ្យរាជរដ្ឋាភិបាលកុំឲ្យបញ្ជូននាំចេញនៅប្រេងឥន្ធនៈមកកម្ពុជាហើយបើធ្វើបែបនេះត្រឹមតែរយៈពេល1ខែឬ2ខែទេកម្ពុជានឹងសុំចុះចាញ់ថៃតែម្ដងនិយាយចេញមកធ្វើដូចកម្ពុជានឹងពឹងពាក់ផ្អែកទៅលើដេញប្រេងឥន្ធនៈថៃទាំងស្រុងអញ្ចឹងកម្ពុជាយើងក៏មានប្រេងឥន្ធនៈផ្គត់ផ្គង់ដល់ពលរដ្ឋគ្រប់គ្រាន់ដែរមិនចាំបាច់នាំប្រេងពីអ្នកឯងក៏កម្ពុជាអាចផ្គត់ផ្គង់ក្នុងស្រុកបានយ៉ាងពេញលេញដែរណាប្រយ័ត្នតែស្នើសុំអញ្ចឹងយត្តរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទមុនណាប្រយ័ត្នប្រកាសបិទមុនណាដោយការរឿងបិទឯកតោភាគីអញ្ចឹងកម្ពុជាមិនមាត់ទេតែអ្នកឯងបិទកម្ពុជាបិទតាមក្រោយដែរហើយ free time ឲ្យ1ម៉ោងទៀតឥឡូវចាប់ផ្ដើមដល់រឿងដេញប្រេងទៀតស្នើសុំឲ្យរាជរដ្ឋាភិបាលហ្នឹងកុំឲ្យប្រេងឥន្ធនៈហ្នឹងនាំចូលមកកម្ពុជាហើយគេសិតថាធ្វើបែបហ្នឹងទៅកម្ពុជានឹងចុះចាញ់យ៉ាងម៉េចកម្ពុជាមិនមែនចុះចាញ់តែរឿងប្រេងហ្នឹងណាសូម្បីតែបន្លែត្រីសាច់ផ្លែឈើអីក៏ដោយមិនបាច់នាំមកពីអ្នកស្រុកនេះឯងទេក៏កម្ពុជាអាចផ្គត់ផ្គង់បានដែរខ្ញុំសុំហ៊ាននិយាយអញ្ចឹងតែម្ដងដោយសារតែកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ប្រេងសាំងណាទំនិញបន្លែផ្លែឈើកម្ពុជាអាចផ្គត់ផ្គង់ខ្លួនឯងបានហើយឥឡូវនេះគេលើកឡើងមកបែបហ្នឹងតើបងប្អូនយល់យ៉ាងណាដែរណាបងប្អូនយល់យ៉ាងណាដែរខ្ញុំសង្ស័យថាមិនមែនបាច់ស្នើសុំដល់ថៃបិទការនាំចូលហើយសើកម្ពុជាប្រកាសបិទលែងនាំចូលផងមើលហើយសើអាចនឹងប្រកាសមុនផងពួកកម្ពុជាមានប្រេងឥន្ធនៈគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងស្រុកដូចជាពំបាច់ទៅពឹងផ្អែកអីទាំងស្រុងទៅលើប្រេងឥន្ធនៈថៃទេហើយពលរដ្ឋកម្ពុជាមួយចំនួនក៏កំពុងតែលែងចង់ប្រើប្រាស់ដែរនៅផលិតផលរបស់ថៃក៏ដូចជាប្រេងសាំង PTT របស់ថៃនេះណាបងប្អូនអញ្ចឹងសូមបងប្អូនជ្រាបណាសូមខាងសៀមនេះជ្រាបឲ្យច្បាស់ថាកម្ពុជាមិនមែនពឹងផ្អែកទៅលើដង្ហើមឬមួយក៏ប្រេងសាំងរបស់ថៃទៅផ្គត់ផ្គង់បានទេកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្គត់ផ្គង់ប្រេងសាំងរបស់ខ្លួនឯងដូច្នេះហើយកម្ពុជាដូចអត់មានការព្រួយបារម្ភទេត្រង់ចំណុចនេះអ្នកចាប់ចំណុចខ្សោយកម្ពុជាខុសហើយណាចាប់ចំណុចខ្សោយរបស់កម្ពុជាខុសហើយបងប្អូនប្រិយមិត្តជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានខាងលើនេះខ្ញុំមានតែប៉ុណ្ណឹងហើយបើសិនជាខ្ញុំបាទនៅមានព័ត៌មានអ្វីបន្ថែមបន្តទៀតខ្ញុំបាទនឹងធ្វើការអាប់ដេតនៅលើ page ផ្លូវការ CCN TV ព័ត៌មានប្រចាំថ្ងៃបាទសូមអរគុណនិងសូមគោរពលា